សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សំឡេងខ្មែរតើថ្ងៃនេះរបស់អ្នកយ៉ាងម៉េចដែរតើអ្នកកំពុងមានអារម្មណ៍ថាស្មុគស្មាញហត់នឿយឬក៏កំពុងស្វែងរកកន្លែងស្ងប់ស្ងាត់មួយសម្រាប់ផ្លូវចិត្តមែនទេប្រសិនបើចម្លើយរបស់អ្នកគឺបាទឬចាស់នោះអ្នកបានមកដល់កន្លែងដែលត្រឹមត្រូវហើយនៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពមមាញឹកនិងសម្លេងរំខានយើងតែងតែគិតថាការព្យាបាលផ្លូវចិត្តឬការស្វែងរកសន្តិភាពក្នុងចិត្តគឺជារឿងដែលស្មុគស្មាញយើងគិតថាយើងត្រូវការវិធីសាស្ត្រធំដុំឬការផ្លាស់ប្ដូរដ៏អស្ចារ្យដើម្បីឲ្យមានអារម្មណ៍ធូរស្រាលប៉ុន្តែចុះបើខ្ញុំប្រាប់អ្នកថាថ្នាំព្យាបាលដ៏មានឥទ្ធិពលបំផុតមួយចំនួនគឺស្ថិតនៅក្នុងពាក្យពេចន៍សាមញ្ញៗដែលយើងនិយាយជារៀងរាល់ថ្ងៃប្រធានបទរបស់យើងថ្ងៃនេះគឺការព្យាបាលចិត្តដោយពាក្យសាមញ្ញវាមិនមែនជាការបង្រៀនទ្រឹស្ដីចិត្តវិទ្យាស្មុគស្មាញនោះទេវាគឺជាការរំលឹកអំពីរបៀបដែលយើងអាចប្រើប្រាស់ពាក្យងាយៗមួយចំនួនដើម្បីនិយាយទៅកាន់ខ្លួនឯងដើម្បីលួងលោមបេះដូងដែលកំពុងតានតឹងសូមអ្នករកកន្លែងដែលអង្គុយស្រួលឬទម្រេតខ្លួនបិទភ្នែករបស់អ្នកបន្តិចប្រសិនបើអ្នកអាចធ្វើបានហើយអនុញ្ញាតឲ្យពាក្យសាមញ្ញខាងក្រោមនេះជ្រាបចូលទៅក្នុងចិត្តរបស់អ្នកពាក្យសាមញ្ញទី1ដែលអាចក្លាយជាថ្នាំព្យាបាលចិត្តដ៏អស្ចារ្យគឺជាពាក្យថាឈប់សិនតើអ្នកមានដែលចាប់អារម្មណ៍ទេថាក្នុងមួយថ្ងៃគំនិតរបស់យើងរត់លឿនប៉ុណ្ណាយើងគិតពីរឿងការងារដែលមិនទាន់ចប់យើងបារម្ភពីរឿងថ្ងៃស្អែកយើងសោកស្ដាយរឿងម្សិលមិញចិត្តរបស់យើងប្រៀបដូចជាម៉ាស៊ីនដែលមិនអាចចេះសម្រាកនៅពេលដែលភាពតានតឹងកើតឡើងខ្លាំងអ្វីដែលចិត្តរបស់អ្នកត្រូវការបំផុតមិនមែនជាដំណោះស្រាយភ្លាមៗនោះទេតែវាត្រូវការឈប់មួយរយៈការព្យាបាលចិត្តចាប់ផ្ដើមនៅពេលដែលអ្នកអនុញ្ញាតឲ្យខ្លួនឯងឈប់សូមសាកល្បងជាមួយគ្នានៅពេលនេះមិនថាអ្នកកំពុងគិតអ្វីបារម្ភអ្វីសូមនិយាយក្នុងចិត្តទៅកាន់ខ្លួនឯងថាឈប់សិនឥឡូវនេះសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញមកយឺតនៅពេលអ្នកនិយាយថាឈប់សិនអ្នកមិនមែនកំពុងតែរត់គេចពីបញ្ហានោះទេអ្នកកំពុងតែបង្កើតចន្លោះទំនេរមួយដើម្បីឲ្យចិត្តរបស់អ្នកបានសម្រាកនិងប្រមូលថាមពលឡើងវិញវាគឺជាការចុចប៊ូតុង reset ដ៏សាមញ្ញបំផុតពាក្យសាមញ្ញបន្ទាប់ដែលមានថាមពលព្យាបាលយ៉ាងជ្រាលជ្រៅគឺឃ្លាថាមិនអីទេយើងរស់នៅក្នុងសង្គមដែលតែងតែទាមទារឲ្យយើងល្អឥតខ្ចោះយើងត្រូវតែខ្លាំងយើងត្រូវតែជោគជ័យយើងមិនត្រូវបង្ហាញភាពទន់ខ្សោយហើយនៅពេលដែលយើងធ្វើមិនបានល្អដូចការរំពឹងទុកគឺយើងជាមនុស្សដំបូងគេដែលបន្ទោសខ្លួនឯងយ៉ាងធ្ងន់ធ្ងរមិនក៏ខ្ញុំល្ងងម្លេះហេតុអ្វីខ្ញុំធ្វើមិនបានខ្ញុំគួរតែធ្វើបានល្អជាងនេះសំឡេងរិះគន់នៅក្នុងខួរក្បាលយើងគឺជាប្រភពនៃរបួសផ្លូវចិត្តដ៏ធំការព្យាបាលដោយពាក្យសាមញ្ញគឺការជំនួសសំឡេងរិះគន់ទាំងនោះដោយសំឡេងនៃក្តីមេត្តាវាគឺជាការរៀននិយាយថាមិនអីទេទៅកាន់ខ្លួនឯងថ្ងៃនេះខ្ញុំធ្វើការខុសមិនអីទេខ្ញុំអាចរៀនពីវាហើយកែប្រែនៅថ្ងៃស្អែកខ្ញុំមានអារម្មណ៍ថាហត់និងសោកសៅមិនអីទេវាជារឿងធម្មតារបស់មនុស្សដែលមានអារម្មណ៍បែបនេះខ្ញុំមិនទាន់សម្រេចគោលដៅមិនអីទេខ្ញុំកំពុងតែព្យាយាមហើយការនិយាយថាមិនអីទេមិនមែនមានន័យថាអ្នកបោះបង់ចោលការព្យាយាមទេតែវាមានន័យថាអ្នកកំពុងផ្ដល់ការអនុញ្ញាតឲ្យខ្លួនឯងធ្វើជាមនុស្សសាមញ្ញម្នាក់ដែលមានកំហុសឆ្គងនិងមានដែនកំណត់អ្នកកំពុងអោបក្រសោបខ្លួនឯងក្នុងគ្រាដែលអ្នកត្រូវការវាបំផុតតើអ្នកអាចសាកល្បងនិយាយវាទៅកាន់ខ្លួនឯងឥឡូវនេះបានទេចំពោះរឿងដែលកំពុងធ្វើឲ្យអ្នកធ្ងន់ចិត្តសូមខ្សឹបប្រាប់ខ្លួនឯងថាវាមិនអីទេវានឹងប្រសើរឡើងវិញពាក្យសាមញ្ញចុងក្រោយសម្រាប់ថ្ងៃនេះមិនអាចផ្លាស់ប្ដូរស្ថានភាពចិត្តរបស់អ្នកភ្លាមគឺពាក្យថាអរគុណ
នៅពេលដែលយើងមានបញ្ហាឬមានជំងឺផ្លូវចិត្តយើងងាយនឹងផ្ដោតទៅតែលើអ្វីដែលយើងខ្វះខាតយើងមើលឃើញតែបញ្ហាការឈឺចាប់និងអ្វីដែលមិនសមបំណងការព្យាបាលចិត្តគឺតម្រូវឲ្យយើងផ្លាស់ប្ដូរការផ្ដោតអារម្មណ៍នោះពាក្យថាអរគុណគឺជាកូនសោដើម្បីបើកទ្វារទៅកាន់ភាពវិជ្ជមានការដឹងគុណមិនចាំបាច់ទាល់តែជារឿងធំដុំនោះទេតើអ្នកអាចអរគុណចំពោះខ្យល់ដង្ហើមដែលអ្នកកំពុងតែដកនៅពេលនេះបានទេតើអ្នកអាចអរគុណចំពោះរាងកាយរបស់អ្នកដែលបានតស៊ូទ្រាំទ្រជាមួយអ្នករហូតមកដល់ថ្ងៃនេះបានទេតើអ្នកអាចអរគុណចំពោះកែវទឹកត្រជាក់មួយកែវដែលជួយឲ្យអ្នកបាត់ស្រេកទឹកបានទេនៅពេលដែលអ្នកចាប់ផ្ដើមស្វែងរករបស់តូចៗដើម្បីនិយាយថាអរគុណអ្នកនឹងឃើញថាជីវិតរបស់អ្នកមិនមែនសុទ្ធតែងងឹតកម្រិតនោះទេវាមានពន្លឺតូចៗជាច្រើនដែលនៅជុំវិញអ្នកអរគុណខ្លួនឯងដែលថ្ងៃនេះបានឆ្លងកាត់រឿងរ៉ាវលំបាកបានអរគុណដែលមិនបោះបង់ការអនុវត្តនិយាយពាក្យអរគុណគឺដូចជាការស្រោចទឹកផ្ដល់ឲ្យផ្កានៅក្នុងចិត្តរបស់អ្នកវានឹងជួយឲ្យក្តីសង្ឃឹមនិងសេចក្តីសុខរីកលូតលាស់ឡើងវិញអ្នកទាំងអស់គ្នាជាទីស្រឡាញ់ដោយដែលអ្នកបានឃើញហើយការព្យាបាលចិត្តពេលខ្លះមិនត្រូវការអ្វីដែលស្មុគស្មាញនោះទេវាចាប់ផ្ដើមពីការផ្លាស់ប្ដូររបៀបដែលយើងនិយាយជាមួយខ្លួនឯង 1. ឈប់សិននៅពេលដែលពិភពលោកវិលលឿនពេក 2. មិនអីទេនៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកធ្វើមិនបានល្អ 3. អរគុណដើម្បីមើលឃើញពន្លឺនៅក្នុងភាពងងឹតទាំងនេះគឺជាពាក្យសាមញ្ញប៉ុន្តែវាមានថាមពលអាចផ្លាស់ប្ដូរថ្ងៃរបស់អ្នកពីការតានតឹងមកជាការស្ងប់បានសូមចងចាំថាការព្យាបាលគឺជាដំណើរមួយអ្នកមិនចាំបាច់ប្រញាប់ប្រញាល់នោះទេចូលចិត្តល្អដាក់ខ្លួនឯងហើយប្រើប្រាស់ពាក្យសាមញ្ញទាំងនេះជាមិត្តរួមដំណើររបស់អ្នកមុននឹងបញ្ចប់វីដេអូនេះសូមអញ្ជើញអ្នកឲ្យដកដង្ហើមចូលវែងម្ដងទៀតជាមួយខ្ញុំហើយបញ្ចេញស្នាមញញឹមបន្តិចនៅពេលដកដង្ហើមចេញអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃនៅទីនេះជាមួយខ្ញុំសង្ឃឹមថា Audio Book មួយនេះបាននាំមកនូវភាពស្ងប់សុខខ្លះដល់ចិត្តរបស់អ្នកប្រសិនបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Like និង Subscribe ដើម្បីទទួលបានវីដេអូលើកទឹកចិត្តនិងព្យាបាលចិត្តជាបន្តបន្ទាប់ទៀតហើយប្រសិនបើអ្នកមានពាក្យសាមញ្ញណាផ្សេងទៀតដែលជួយព្យាបាលចិត្តរបស់អ្នកសូមចែករំលែកវានៅក្នុង Comment ខាងក្រោមដើម្បីជាប្រយោជន៍ដល់អ្នកដទៃទៀតសូមជូនពរឲ្យអ្នកមានសេចក្តីសុខនិងសន្តិភាពក្នុងចិត្តជួបគ្នានៅវីដេអូក្រោយសូមអរគុណ